Xin chào mọi người.នៅព្រឹកនេះខ្ញុំចង់បង្ហាញអំពីឆាតរបស់ជប៉ុនដែលយើងប្រើ Phoenix EA ហើយនៅនេះខ្ញុំដាក់ឆាតពីរប្រៀបធៀបគ្នាទី1ឆាតប្រើ time frame 1ម៉ោងហើយនឹងទី2គឺឆាតដែលយើងប្រើ time frame កន្លះម៉ោងអូខេអញ្ចឹងបើយើងមើលឆាតទាំងពីរនេះគឺបញ្ជាក់ប្រាប់ថាលុយជប៉ុនកម្លាំងវាគឺយើងមិនទាន់អាចទិញបានទេវានៅបន្តការចុះទៀតអញ្ចឹងបងប្អូនសូមប្រយ័ត្នទៅតាមចំណុចនេះបើសិនជាយើងមើលទៅលើឆាតធម្មតាពុះព្រឹកនេះបើសិនជាយើងមើលទៅលើឆាតកន្លះម៉ោងយើងមើលទៅលើឆាតកន្លះម៉ោងប្រកបណាស់គឺជប៉ុនគឺកម្លាំងលុយជប៉ុនគឺឡើងប៉ុន្តែបើសិនខ្ញុំមើលមកលើឆាតដែលខ្ញុំប្រើ Phoenix EA គឺលុយជប៉ុនគឺមិនអាចទាន់ទិញបានទេព្រោះកម្លាំងវាស្ថិតនៅកម្លាំង sell នៅក្រៅអញ្ចឹងសូមបងប្អូនព្រឹកនេះប្រយ័ត្នក្នុងការចូលទិញលុយជប៉ុនហើយបើសិនជាបងប្អូនចូលទិញបងប្អូនត្រូវប្រើ stop loss គឺដាក់ stop loss តិចបំផុតគឺ30%អញ្ចឹងសូមបងប្អូនប្រយ័ត្នទាំងអស់គ្នានេះគឺខ្ញុំshow account live ផ្ទាល់របស់ខ្ញុំហើយចំពោះថ្ងៃនេះហើយសូមអរគុណហើយបងប្អូនមានសំណពរអីអាច comment មកយើងខ្ញុំបានយើងនឹងធ្វើការកែតម្រូវនិងខ្ញុំផ្ដល់ព័ត៌មានឲ្យបន្ថែមទៀតសូមអរគុណ